បាទសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរខ្ញុំមានវីដេអូជាមួយនឹងការដោះស្រាយជាមួយនឹងម៉ាស៊ីន model K2A កាន់តែវារីជីកលុយច្រើនឬក៏វាមានទលីព្រោះដោយសារយើងផ្លុំសម្អាតនៅផ្នែកខាងក្រៅនេះគឺស្អាតតែខាងក្រៅអញ្ចឹងវានៅមានទលីនៅខាងក្នុងទៀតអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបង្ហាញរបៀបដោះហើយចំណុចដែលយើងត្រូវសម្អាតអញ្ចឹងណាជាមួយនឹង model K2A អូខេអញ្ចឹងអ្វីដែលយើងត្រូវសម្អាតតាមពិតនៅខាងមុខនេះក៏មានកន្លែងសម្អាតដែរនេះអញ្ចឹងយើងសម្អាតអញ្ចឹងយើងដោះវាមកហ្នឹងហើយដោះវាមកហើយសម្អាតនៅទីតាំងកន្លែងហ្នឹងហ្នឹងហើយយើងមានជក់មានអីអញ្ចឹងណាយើងបោះតម្លាក់មកហើយពេលដែលដាក់វិញគឺយើងដាក់នេះយើងមើលកន្លែងនេះហើយត្រូវជាមួយកលាក់វាមានកលាក់វានេះហ្នឹងហើយយើងដាក់ឲ្យដល់ត្រូវកលាក់ហ្នឹងមកហើយយើងរួញទៅយើងរួញទៅវានឹងជាប់ហ្នឹងបាក់ចឹងមានន័យថាវាដល់កលឹះវាពេលដែលដកយើងច្បាច់វាចូលក្នុងយ៉ាងមកយើងហូតមកមុខមកអញ្ចឹងណាអូខេចំណុចដែលត្រូវធ្វើបន្ទាប់គឺនៅផ្នែកខាងក្រោយអញ្ចឹងណាផ្នែកខាងក្រោយគឺយើងច្បាច់វាតម្លាក់មកហ្នឹងហើយអញ្ចឹងអ្វីដែលយើងត្រូវសម្អាតនៅខាងក្នុងហ្នឹងយើងបោសតម្លាក់មកអញ្ចឹងណាបោសតម្លាក់ហើយយើងផ្លុំហ្នឹងហើយយើងផ្លុំសម្អាតបន្ថែមទៀតទៅហើយខាងលើយើងច្បាច់នេះមកហ្នឹងហើយយើងបោសជូតតម្លាក់មកហ្នឹងតាមគៀនកោះហ្នឹងយើងបោសតម្លាក់មកយើងផ្លុំមកហើយកាត់នៅមួយទៀតហ្នឹងហើយយើងចង់សម្អាតខាងក្នុងយើងត្រូវការដោះនេះខ្ចៅវា2គ្រាប់នេះមកយើងដោះមកព្រោះកាត់នៅយើងផ្លុំសម្អាតខាងក្រៅទលីវាអាចនឹងកកនៅខាងក្នុងនេះវិញអញ្ចឹងណាអញ្ចឹងយើងត្រូវការដោះវាយើងដោះយើងមានទលវិសមកយើងមានខ្ចៅ2គ្រាប់នេះខ្ចៅនេះយើងដោះវាមកជំនួសមកខាងឆ្វេងដោះវាអូខេបន្តមកទៀតនេះមកគ្រាប់ទៀតមកអូខេអញ្ចឹងនេះបើកមកយើងទាញមកហូតមកបានអញ្ចឹងណាអូខេនេះសិតតែជាទលីនេះដែលយើងផ្លុំសម្អាតខាងក្រៅវាអត់ស្អាតទេអញ្ចឹងវានៅកកខាងក្នុងហ្មងវាកកទលីនៅខាងក្នុងណាហ្នឹងហើយទលីវាកកនឹងចេះអញ្ចឹងក៏ធ្វើឲ្យម៉ាស៊ីនហ្នឹងវារាប់ទៅក៏វាអត់ smooth វារីជីកអីច្រើនអញ្ចឹងយើងត្រូវយកទៅសម្អាតយើងអាចបោសជក់វាតម្លាក់ហើយបន្តមកទៀតយើងយកផ្លុំសម្អាតអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំសុំយកទៅសម្អាតសិនយើងដោយប្រើយើងមានជក់មកហ្នឹងហើយយើងមានជក់យើងបោសតម្លាក់វាយើងបោសតម្លាក់មកអញ្ចឹងឥឡូវខ្ញុំសុំយកទៅសម្អាតសិនអូខេហ្នឹងឥឡូវខ្ញុំសម្អាតស្អាតហើយដោយសារឥឡូវដោយខ្ញុំប្រើជក់ហើយនឹងខ្ញុំប្រើម៉ាស៊ីនផ្លុំអញ្ចឹងគឺវាស្អាតហើយនេះវាអស់ទលីហើយទលីអញ្ចឹងយើងដល់វគ្គយើងត្រូវចាប់វាចូលវិញហើយបាទឥឡូវយើងដល់វគ្គយើងតម្លើងវិញហើយឃើញសម្អាតអីរួចរាល់អស់ហើយអញ្ចឹងយើងតម្លើងវិញហ្នឹងហើយយើងតម្លើងយើងគ្រាន់តែយកស្ទះនេះវិញមកយើងដាក់នេះចូលទៅខាងក្នុងអញ្ចឹងមកកាច់លើកវាមកវិញយើងចាប់ខ្សែ2គ្រាប់នឹងចូលវិញទៅរួចរាល់ចាប់ទៅចូលវិញមកហ្នឹងគឺរួចរាល់ជឿធ្វើការតេស្តបានអភិបាលដំណើរការសិនអូខេអញ្ចឹងបន្ទាប់ពីយើងcleanសម្អាតហើយយើងបើកម៉ាស៊ីនមកហើយយើងនឹងធ្វើការតេស្តជាមួយនឹងការរត់តើវា smooth ក្នុងកម្រិតណាដែរអញ្ចឹងណាដំណើរការរបស់វាគឺប្រក្រតីធម្មតាមកវិញហើយហ្នឹងវាលែងជីកលែងអីចេះដាស់ទៀតណាចាក់រាប់ជាមួយកណ្ដាស់200000ដូចគ្នា
ទៅវារីជីកមួយស្លឹកពីរស្លឹកអាហ្នឹងជារឿងធម្មតាទៅព្រោះកាលនេះវាចាប់អត់បានតំណែងគ្រប់គ្រាន់អញ្ចឹងវាត្រូវរីជីកអញ្ចឹងអូខេចំពោះវីដេអូមានតែប៉ុណ្្នឹងបើមានចម្ងល់បន្ថែមឬក៏មានបញ្ហាក្រោយពេលដែលធ្វើទៅតាមវីដេអូរបស់ខ្ញុំនឹងហើយនៅតែអត់អាចដោះស្រាយបានទៀតអាហ្នឹងអាចតាក់ទងមកក្រុមហ៊ុនផ្ទាល់អញ្ចឹងណាខ្ញុំនឹងព្យាយាមរកដំណោះស្រាយដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងណាបាទអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ